ជាដំបូងខ្ញុំសូមធ្វើការគោរពជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើការ presentation អំពីមេរៀនទី10គឺ program design ការរចនាកម្មវិធីជំហានសំខាន់ៗមុននឹងយើងសរសេរកូដហើយនេះគឺជាក្រុមរបស់ពួកយើងដែលពួកយើងមកពីក្រុមទី9ចុះមកដល់ objective របស់យើងគឺគោលបំណងនៃមេរៀនមាន4ទី1គឺការរចនាដំណើរការកំណត់របៀបដែលកម្មវិធីដំណើរការទី2គឺការបង្កើត structure chart គូរូបភាពទំនាក់ទំនងរវាង module ទី3ការសរសេរ specification រៀបចំ program specification សម្រាប់ programmer ចំណែកទី4គឺរៀបចំ logic ការសរសេរ puzzle code មុននឹងចូលទៅដល់ code ពិតមកដល់ចំណុចទី1របស់យើង definition គឺតើ program design គឺជាអ្វីអញ្ចឹង program design គឺជាដំណាក់កាលដែលអ្នកវិភាគប្រព័ន្ធ system analyze កំណត់ផែនការលម្អិតសម្រាប់ការអភិវឌ្ឍកម្មវិធីដែលកំណត់ថាត្រូវសរសេរ program អ្វីកំណត់ថាត្រូវបង្កើត program ណាខ្លះ program នីមួយៗធ្វើអ្វីយើងត្រូវកំណត់មុខងារនិងទំនួលខុសត្រូវរបស់ program របស់យើងហើយមួយទៀតគឺការធ្វើការជាមួយគ្នាយ៉ាងដូចម្ដេចអញ្ចឹងយើងត្រូវកំណត់ពីរបៀបដែលទំនាក់ទំនងរវាង programmer និង programmer ដែលគោលដៅរបស់វាគឺឲ្យ programmer អាចអភិវឌ្ឍបានយ៉ាងត្រឹមត្រូវនិងតាមតម្រូវការចុះមកដល់ចំណុចមួយទៀតគឺពី logical DFD ទៅជា physical DFD អញ្ចឹង logical DFD គឺបង្ហាញពី business process និងលំហូរទិន្នន័យក្នុងកម្រិតអាជីវកម្មចំណែកឯ physical DFD គឺបំលែងទៅជាធាតុអនុវត្តជាក់ស្ដែង programmer និង database manual process និង hardware file និងប្រព័ន្ធផ្ទុកទិន្នន័យដែលវាងាយស្រួលក្នុងការសរសេរកូដនិងអនុវត្តប្រព័ន្ធជាក់ស្ដែងចុះមកដល់ចំណុចមួយទៀតគឺ top down modular design វិធីសាស្ត្រសំខាន់ក្នុង program design គឺបំបែក program ធំទៅជា module តូចៗដែលយើងងាយស្រួលក្នុងការគ្រប់គ្រងងាយស្រួលក្នុងការកែនិងងាយស្រួលក្នុងការរៀបចំកូដមកដល់ចំណុចមួយទៀតគឺ structure chart ហើយនេះគឺជា structure chart របស់យើងនៃ system architecture នេះគឺ structure chart គឺបង្ហាញពីអ្វីខ្លះគឺវាបង្ហាញពី module ឯកសារការងារនីមួយៗ parent និង child module ទំនាក់ទំនងថ្នាក់ data flow លំហូរទិន្នន័យ control flow លំហូរការគ្រប់គ្រងហើយអត្ថប្រយោជន៍របស់វាគឺបង្ហាញទំនាក់ទំនងរវាង module ងាយបែងចែកការងារឲ្យ programmer ក្នុងការធ្វើការនិងងាយថែទាំប្រព័ន្ធនៅពេលអនាគតនៅពេលដែលយើងចង់អភិវឌ្ឍឬក៏ update ប្រព័ន្ធរបស់យើងបន្ថែមទៀតមកដល់នេះគឺគោលការណ៍រចនា program ល្អអញ្ចឹង program ដែលល្អគឺមាន high cohesion module មួយគួរតែធ្វើការងារតែមួយឲ្យបានល្អបំផុតអញ្ចឹងវាមិនគួរធ្វើការងារច្រើនទេអញ្ចឹង module មួយគឺគួរតែកំណត់ឲ្យធ្វើការងារតែមួយប៉ុណ្ណោះហើយមួយទៀតគឺ loss coupling module មិនគួរពឹងផ្អែកគ្នាច្រើនពេកទេកែមួយមិនប៉ះពាល់ដល់គេអញ្ចឹងមានន័យថានៅពេលដែល module មួយអាចធ្វើការងារតែមួយបានល្អបើសិនជាយើងចង់កែ module ហ្នឹងគឺវាមិនប៉ះពាល់ទៅដល់ module ដទៃទៀតចំណុចមួយទៀតគឺ reusable module រចនា module ដែលអាចប្រើឡើងវិញបានក្នុងគម្រោងផ្សេងមួយទៀតគឺ library module អញ្ចឹងគេប្រើ library សម្រាប់កាត់បន្ថយការសរសេរកូដដដែលដែលយើងអាចទាញវាយកមកប្រើបានឡើងវិញមកដល់ចំណុចមួយទៀតគឺ program specification program specification គឺជាឯកសារសំខាន់សម្រាប់ programmer ដើម្បីយល់ logic មុននឹងសរសេរកូដយើងត្រូវថាយល់ថាយើងចង់បង្កើត program ឈ្មោះអ្វីនិងគោលបំណងនៃ program យើងតើពេលដែលយើងបង្កើតទៅគឺ program ហ្នឹងវាធ្វើការទៅលើអីវាដំណើរការយ៉ាងម៉េចហើយមួយទៀតគឺ input និង output ទិន្នន័យចូលនិងលទ្ធផលចេញនៅពេលដែល program ត្រូវបានបង្កើតឡើងចំណុចមួយទៀតគឺ event ព្រឹត្តិការណ៍ដែល program ត្រូវឆ្លើយតបនិង puzzle code និង language logic ភាសាសាមញ្ញនិងភាសាការសរសេរកម្មវិធីចាំមកដល់ចំណុច puzzle code និង event driven programming puzzle code គឺជាការសរសេរ logic ដោយមិនប្រើប្រាស់ programming language ពិតអញ្ចឹងដូចជាយើងបានឃើញឧទាហរណ៍ជាក់ស្ដែងនេះដែលវាងាយស្រួលក្នុងការយល់ទៅដល់មនុស្សគ្រប់គ្នាទោះបីជាមិនចេះ programming ច្បាស់អីណាស់ណាក៏ដោយហើយវាងាយបំលែងទៅជាកូដពិតហើយវាកាត់បន្ថយ logical error ចំណែកឯ event driving programming គឺកម្មវិធីសម័យថ្មីដំណើរការតាម event ដូចជាយើងคลิกប៊ូតុនដោយ mouse click keyboard input
logic cell delete នៅពេលដែលព្រឹត្តិការណ៍វាបានកើតឡើង program នឹងដំណើរការមុខងារដែលបានកំណត់អញ្ចឹងការ present របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាសម្រាប់ការទស្សនារហូតដល់ចប់